ជំរាបសួរខ្ញុំបាទវិជ្ជបណ្ឌិតលីឆៃហុកថ្ងៃនេះខ្ញុំនឹងលើកប្រធានបទមួយនិយាយអំពីជំងឺទឹកនោមផ្អែមប្រភេទ1យើងដឹងហើយថាជំងឺទឹកនោមផ្អែមគឺជាការលើសកម្រិតជាតិស្កររ៉ាំរ៉ៃក្នុងឈាមហើយគេបែងចែកនៅជំងឺទឹកនោមផ្អែមនេះជា3ប្រភេទសំខាន់គឺជំងឺទឹកនោមផ្អែមប្រភេទ1ជំងឺទឹកនោមផ្អែមប្រភេទ2និងជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះអ្វីទៅជាជំងឺទឹកនោមផ្អែមប្រភេទ1ជំងឺទឹកនោមផ្អែមប្រភេទ1គឺជាជំងឺម្យ៉ាងដែលបណ្ដាលមកពីកង្វះនៃបរិមាណអាំងស៊ូលីនដោយសារតែប្រព័ន្ធភាពស៊ាំរបស់យើងដែលធ្លាប់តែប្រឆាំងទៅនឹងមេរោគនៅខាងក្រៅបែរជាមកវាយលុកទៅនឹងកោសិកាបេតានៅក្នុងលំពែងរបស់យើងទៅវិញយើងដឹងហើយថាកោសិកាបេតាមានតួនាទីសម្រាប់ផលិតអាំងស៊ូលីនកាលណាកោសិកាបេតាត្រូវបានខូចខាតឬក៏បំផ្លាញនោះអត់មានអ្នកណាផលិតអាំងស៊ូលីនទេចឹងហើយបានជាអ្នកជំងឺទឹកនោមផ្អែមអត់មានអាំងស៊ូលីនក្នុងខ្លួនដែលតម្រូវឲ្យគាត់ចាក់អាំងស៊ូលីនជាប្រចាំដើម្បីគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមរបស់គាត់ភាគច្រើនជំងឺនេះកើតទៅលើកុមារនិងក្មេងជំទង់ដែលមានអាយុចាប់ពី4ទៅ14ឆ្នាំដោយសារតែជំងឺទឹកនោមផ្អែមប្រភេទ1នេះគឺវាលែងមានអាំងស៊ូលីនសម្រាប់ប្រើប្រាស់ទៀតហើយដូច្នេះអ្នកជំងឺទឹកនោមផ្អែមប្រភេទ1គឺគាត់ឆាប់លេចចេញនូវរោគសញ្ញានិងធ្វើទុកជាជាងអ្នកជំងឺទឹកនោមផ្អែមប្រភេទ2ដែលកម្រនឹងលេចចេញនូវរោគសញ្ញាអាចពន្យារហូតដល់5ទៅ10ឆ្នាំឯណោះមូលហេតុអ្វីខ្លះដែលបង្កឲ្យយើងកើតនៅជំងឺទឹកនោមផ្អែមប្រភេទ1បច្ចុប្បន្ននេះអ្នកវិទ្យាសាស្ត្រគឺគាត់មិនទាន់បានរកឃើញនៅមូលហេតុជាក់លាក់ដែលបង្កឲ្យកើតនៅជំងឺទឹកនោមផ្អែមប្រភេទ1នៅឡើយទេប៉ុន្តែគេសិក្សាស្រាវជ្រាវឃើញថាមានកត្តាមួយចំនួនដូចជាកត្តា genetic និងកត្តាបរិស្ថានកត្តា genetic គឺមិនមែនមានន័យថាជំងឺទឹកនោមផ្អែមប្រភេទ1គឺបានមកពីដំណពូជឬមួយក៏បានមកពីឪពុកម្ដាយបង្កើតដូចជាជំងឺទឹកនោមផ្អែមប្រភេទ2ទេគឺគេសំដៅទៅលើ gen XLA ពិសេស XLA-DR3 XLA-DR4 គេសង្កេតឃើញថាក្មេងដែលមានជំងឺទឹកនោមផ្អែមប្រភេទ1គឺពួកគាត់មាន gen ទាំងនេះដូច្នេះហើយគេសន្មតថាវត្តមាននៃ gen ទាំងនេះងាយនឹងធ្វើឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទ1កត្តាបរិស្ថានមានដូចជាការបំពុលបរិស្ថានជាតិគីមីនិងវីរុសមួយចំនួនដូចជា Enterovirus ពិសេសពពួក Coxsackie virusដោយសារតែប្រូតេអ៊ីននៃវីរុសនឹងមានរូបរាងស្រដៀងខ្លាំងទៅនឹងកោសិកាបេតាចឹងហើយនៅពេលដែលវីរុសនឹងចូលទៅក្នុងខ្លួនរបស់យើងប្រព័ន្ធការពារក៏ចាប់ផ្ដើមវាយលុកទៅនឹងវីរុសនឹងស្របពេលជាមួយគ្នានោះដែរវាក៏ភាន់ច្រឡំទៅវាយជាមួយនឹងកោសិកាបេតាធ្វើឲ្យខូចកោសិកាបេតាដោយសារតែកោសិកាបេតានឹងវាមានរូបរាងស្រដៀងខ្លាំងទៅនឹងវីរុសនឹងមួយវិញទៀតគឺមកពីជំងឺស្អូចស្ត្រីដែលមានផ្ទៃពោះអំឡុងពេលត្រីមាសទី1គាត់កើតស្អូចចឹងហើយវីរុសហ្នឹងគឺវាជ្រៀតចូលតាមតងសុកទៅវាយលុកនៅសរីរាង្គផ្សេងៗរបស់ទារកក៏ដូចជាកោសិកាបេតាសេលក្នុងលំពែងជាដើមបើសិនជាបងប្អូនមានចម្ងល់ឬក៏សំណួរអីអាចតាក់ទងតាម Telegram របស់ខ្ញុំផ្ទាល់បានសូមអរគុណ